ការទទួលទានផ្កាខាត់ណាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់យើងជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm តែថ្ងៃនេះដែរយើងនឹងមកដឹងអំពីអត្ថប្រយោជន៍របស់ផ្កាខាត់ណាដោយដែលយើងបានដឹងហើយថានាពេលបច្ចុប្បន្ននេះការទទួលទានបន្លែផ្លែឈើពិតជារឿងដ៏សំខាន់ណាស់សម្រាប់សុខភាពរបស់យើងដែលនៅក្នុងនោះយើងឃើញថាផ្កាខាត់ណាគឺជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើនតែងតែចូលចិត្តទទួលទាននៅក្នុងអាហារប្រចាំថ្ងៃតើបងប្អូនដឹងទេថាការទទួលទានផ្កាខាត់ណាមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរបស់យើងអូខេអញ្ចឹងយើងនឹងមកស្ដាប់ការបកស្រាយទាំងអស់គ្នាផ្កាខាត់ណាមានសារធាតុចិញ្ចឹមហើយនិងសមាសធាតុរុក្ខជាតិជាច្រើនដែលអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនអញ្ចឹង8ចំណុចខាងក្រោមនេះនឹងបញ្ជាក់បានកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដែលយើងមិនគួរមើលរំលងរបស់ផ្កាខាត់ណាតែអត្ថប្រយោជន៍ទី1គឺសម្បូរទៅដោយសារធាតុចិញ្ចឹមឬក៏វីតាមីនហើយនិងសារធាតុរ៉ែរួមទាំងពពួកវីតាមីន C វីតាមីន K ហើយនិងហ្វូឡាតឬក៏វីតាមីន B9 ណាដែលយើងដឹងហើយថាវីតាមីន C ហ្នឹងគឺវាជួយដល់ប្រព័ន្ធការពារហើយវាជួយដល់សរសៃឈាមហើយវីតាមីន K ហ្នឹងគឺវាអាចជួយដល់កំណកឈាមហើយចំណែកឯហ្វូឡាតគឺវាអាចជួយផលិតនៅគ្រាប់ឈាមក្រហមរបស់យើងណាហើយបានកាន់តែល្អប្រសើរផងដែរអត្ថប្រយោជន៍ទី2គឺសម្បូរទៅដោយជាតិសរសៃអញ្ចឹងផ្កាខាត់ណាហ្នឹងគឺវាសម្បូរទៅដោយជាតិសរសៃជាច្រើនដែលវាជួយទៅដល់ប្រព័ន្ធរំលាយអាហារគឺវាជួយនៅក្នុងការរំលាយអាហារបានល្អប្រសើរហើយជាពិសេសហ្នឹងគឺពាក់ព័ន្ធទៅនឹងការព្យាបាលបញ្ហាទល់លាមកហើយនិងកាត់បន្ថយជំងឺរ៉ាំរ៉ៃឲ្យបានល្អប្រសើរផងដែរហើយអត្ថប្រយោជន៍ទី3គឺប្រឆាំងទៅនឹងអុកស៊ីតកម្មហើយនិងកាត់បន្ថយការរលាកអញ្ចឹងយើងឃើញថាផ្កាខាត់ណាហ្នឹងគឺជាប្រភពដ៏ល្អប្រសើរសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្មដែលសារធាតុអុកស៊ីតកម្មហ្នឹងគឺវាអាចកាត់បន្ថយការរលាកពីជំងឺរ៉ាំរ៉ៃផ្សេងៗនៅក្នុងខ្លួនប្រាណរបស់យើងផងដែរអត្ថប្រយោជន៍ទី4គឺជួយសម្រកគីឡូអញ្ចឹងផ្កាខាត់ណាហ្នឹងគឺវាអាចជួយឲ្យយើងនឹងសម្រកគីឡូដោយសារតែវាមានជាតិសរសៃច្រើនហើយនិងកាឡូរីទាបអញ្ចឹងអ្នកដែលចង់សម្រកគីឡូគឺការទទួលទានផ្កាខាត់ណាហ្នឹងពិតជាស័ក្តិសមបំផុតហើយអត្ថប្រយោជន៍ទី5គឺវាជួយបង្ការនៃជំងឺផ្សេងៗអញ្ចឹងយើងឃើញថាផ្កាខាត់ណាហ្នឹងគឺសម្បូរទៅដោយជាតិកូលីនច្រើនដែលសារធាតុកូលីនហ្នឹងគឺវាជួយបង្ការជំងឺផ្សេងៗដូចជាជំងឺនៅប្រព័ន្ធប្រសាទហើយនិងជំងឺនៅផ្នែកផ្សេងៗទៀតនៃរាងកាយរបស់យើងបានផងដែរអត្ថប្រយោជន៍ទី6គឺកាត់បន្ថយការប្រឈមនឹងជំងឺមហារីកជំងឺបេះដូងហើយនិងជំងឺទឹកនោមផ្អែមអញ្ចឹងផ្កាខាត់ណាហ្នឹងគឺវាសម្បូរទៅដោយសារធាតុមួយដែលមានឈ្មោះថា sulforaphane ដែលសារធាតុហ្នឹងគឺវាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកជាពិសេសហ្នឹងមហារីកផ្ដាប់រំលាយអាហារតែម្ដងហើយជំងឺបេះដូងហើយនិងជំងឺទឹកនោមផ្អែមជាដើមអញ្ចឹងសារធាតុ sulforaphane ហ្នឹងគឺជាសារធាតុមួយដែលល្អដែលវាអាចជួយច្រើននៅក្នុងរាងកាយរបស់យើងអត្ថប្រយោជន៍ទី7គឺកាឡូរីទាបផ្កាខាត់ណាហ្នឹងគឺមានកាឡូរីទាបគឺអាចត្រូវបានប្រើដើម្បីទៅជំនួសគ្រាប់ធញ្ញជាតិឬក៏បន្លែនៅក្នុងរបបអាហារអញ្ចឹងឃើញថាវាសមស្របសម្រាប់អ្នកដែលចង់ធ្វើរបបអាហារឬក៏ចង់សម្រកគីឡូគឺការទទួលទានផ្កាខាត់ណាហ្នឹងគឺដើម្បីទៅជំនួសគ្រាប់ធញ្ញជាតិអីហ្នឹងគឺវាល្អអញ្ចឹងណាព្រោះវាមានកាឡូរីទាបអត្ថប្រយោជន៍ទី8គឺវាងាយស្រួលបន្ថែមនៅក្នុងរបបអាហារអញ្ចឹងឃើញថាផ្កាខាត់ណាហ្នឹងគឺវាងាយស្រួលបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងដែលវាធ្វើឲ្យមានការបន្ថែមដ៏អស្ចារ្យលើមុខម្ហូបណាមួយអញ្ចឹងការបន្ថែមផ្កាខាត់ណាហ្នឹងគឺវាធ្វើឲ្យមុខម្ហូបរបស់យើងនឹងមានការប្រែប្រួលល្អហើយនិងមានរសជាតិឆ្ងាញ់ទៀតផងអញ្ចឹងក្រៅពីផ្ដល់សារធាតុចិញ្ចឹមដល់រាងកាយរបស់យើងក៏វាអាចធ្វើឲ្យឬក៏បន្ថែមនូវរសជាតិឈ្ងុយឆ្ងាញ់ផងដែរនៅក្នុងម្ហូបអាហារប្រចាំថ្ងៃរបស់យើងចាទាំងនេះហើយគឺជាអត្ថប្រយោជន៍ទាំង8របស់ផ្កាខាត់ណាសម្រាប់សុខភាពរបស់យើងគឺវាផ្ដល់ផលប្រយោជន៍ជាច្រើនដល់រាងកាយរបស់យើងដូច្នេះយើងគួរតែគប្បីទទួលទានវានឹងឲ្យបានច្រើននៅក្នុងរបបអាហារប្រចាំថ្ងៃអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាហើយបើគិតថាវីដេអូមួយនឹងមានប្រយោជន៍ពុកម៉ែបងប្អូនកុំភ្លេចធ្វើការ Like Share Subscribe Channel នេះម្នាក់មួយផងហើយកុំភ្លេចណែនាំហើយនឹងចែករំលែកចំណេះដឹងមួយនឹងដល់អ្នករាល់គ្នាដើម្បីឲ្យអ្នកជុំវិញរបស់យើងនឹងមានសុខភាពល្អគ្រប់គ្នាអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត